រឿងកំហឹងកូនក្រមុំខ្មោចសំឡេងខ្យល់បក់សឹបលាយឡំនឹងសំឡេងសត្វទីទៅយូរយំយ៉ាងក្រលួចតើអ្នកធ្លាប់ឮសំឡេងហៅឈ្មោះអ្នកនៅពាក់កណ្ដាលអត្រាតទោះបីអ្នកនៅម្នាក់ឯងមែនទេកុំងាកក្រោយព្រោះពេលខ្លះអ្វីដែលអ្នកឃើញមិនមែនជាការពិតទាំងអស់នោះទេក្នុងផ្ទះឈើចាស់នេះមានវិញ្ញាណស្រីម្នាក់កំពុងរងចាំសងសឹកបុរសដែលនាងស្អប់បំផុតគឺបុរសដែលក្បត់សន្យាស្នេហ៍កាលពី50ឆ្នាំមុនតើវាជាការក្បត់ពិតមែនឬគ្រាន់តែជាការយល់ច្រឡំដ៏សែនឈឺចាប់ផ្ទះឈើបុរាណសសរខ្ពស់ហ៊ុំព័ទ្ធដោយដើមស្វាយធំនិងព្រៃរបោះពន្លឺព្រះអាទិត្យរៀបលិចពណ៌ឈាមជ្រូកសំឡេងទ្វាររបងយំគ្រឺតវិបុលយុវជនម្នាក់ដែលទើបតែមកពីភ្នំពេញបានមកស្នាក់នៅផ្ទះចាស់របស់លោកយាយគេរៀបចំអីវ៉ាន់ទាំងអារម្មណ៍ប្លែកនៅលើធ្នើឈើគេបានឃើញរូបសុំរូបថតចាក់មួយវិបុលជូតធូលីចេញស្រាប់តែឃើញរូបថតស្រីក្រមុំម្នាក់ឈ្មោះម៉ាលីកាស្លៀកសម្លៀកបំពាក់បែបខ្មែរបុរាណញញឹមស្រទន់តែភ្នែកនាងមើលមកវិបុលហាក់ដូចជាមានគំនុំយ៉ាងជ្រៅវិបុលមានអារម្មណ៍ព្រឺសម្បុរខ្ញាក់គេមានអារម្មណ៍ថាធ្លាប់ស្គាល់នាងតាំងពីយូរយ៉ាណាស់មកហើយសំឡេងកណ្ដឹងខ្យល់បន្លឺឡើងតិចទ្រីងពាក់កណ្ដាលអាត្រាតស្ងាត់ជ្រងំឮតែសំឡេងនាឡិកាព្យួរជញ្ជាំងតុកតាក់វិបុលកំពុងគេងលក់ស្រាប់តែមានសំឡេងជើងដើរលើកដាគ្រឹកគេភ្ញាក់ព្រឺតរួចបើកភ្នែកឡើងក្នុងភាពងងឹតស្រាប់តែមានក្លិនផ្កាម្លិះភាយឡើងពេញបន្ទប់ប៉ុន្តែវាមិនមែនជាក្លិនក្រអូបស្រស់ទេវាជាក្លិនផ្កាដែលស្អុយរលួយដូចក្លិនខ្មោចវិបុលងាកទៅក្បែរបងអោនគេឃើញស្រមោលស្រីម្នាក់អង្គុយសិតសក់យ៉ាងយឺតបងត្រឡប់មកវិញហើយមែនទេបងមកជាមួយស្រីម្នាក់នោះមែនទេសំឡេងខ្សឹបស្អកបន្លឺឡើងវិបុលព្យាយាមបើកភ្លើងតែអំពូលភ្លើងគ្រាន់តែភ្លឺព្រឹមរួចក៏រលត់ទៅវិញនៅពេលពន្លឺភ្លឺម្ដងទៀតស្រមោលនោះក៏បាត់បង់បន្សល់ទុកតែផ្កាម្លិះដែលស្វិតក្រៀមមួយតងនៅលើខ្នាយរបស់គេយប់ទី2ភ្លៀងធ្លាក់រលឹមស្រិចផ្គរលាន់ក្រហឹមទីចម្ងាយម៉ាលីកាបង្ហាញទួនចំពីមុខវិបុលក្នុងរូបរាងខ្មោចដ៏គួរឲ្យខ្លាចមុខមាត់ប្រេះស្រាមភ្នែកក្រហមច្រាលដោយការកំហឹងនាងយំសោកបោកខ្លួនរៀបរាប់ទាំងការឈឺចាប់ថ្ងៃនោះអូនស្លៀកឈុតកូនក្រមុំរងចាំបងតាំងពីព្រឹកទល់នឹងយប់តែបងមិនមករៀបការជាមួយអូនបងក្បត់សន្យាបងរត់ទៅនៅជាមួយស្រីផ្សេងបាត់ទៅហើយនាងស្ទុះមកជិតវិបុលសំឡេងដង្ហើមធួនហឹបវិបុលភ័យខ្លាំងពេកចង់ស្រែកតែគ្មានសំឡេងគេមិនយល់ថាហេតុអ្វីបានជានាងចោទប្រកាន់គេបែបនេះផ្ទះឈើទាំងមូលញ័ររងើតខ្លាំងរបស់របរធ្លាក់រប៉ាត់របាយម៉ាលីកាស្ទុះទៅច្របាច់កវិបុលយ៉ាងខ្លាំងរួចលើកផុតពីដីវិបុលថប់ដង្ហើមក្នុងខណៈដែលគេជិតនឹងដាច់ខ្យល់ស្លាប់ប្រលឹងរបស់គេបានបញ្ជូនរូបភាពអតីតជាតិទៅកាន់ចិត្តម៉ាលីកាបានឃើញរូបភាពដែលនាងមិនធ្លាប់ដឹងវិបុលក្នុងឈុតកូនក្រមុំកំពុងធ្វើដំណើរនាំចំនួនមកការនាងប៉ុន្តែតាមផ្លូវក្រុមចៅព្រៃបានស្តាក់ប្លន់និងចាក់សម្លាប់គេយ៉ាងព្រៃផ្សៃមុននឹងស្លាប់វិបុលបានក្តាប់ខ្សែករូបថតម៉ាលីកាយ៉ាងណែនហើយខ្សឹបថាម៉ាលីកាបងសុំទោសរហូតដល់ដង្ហើមចុងក្រោយម៉ាលីការន្ធត់ចិត្តខ្លាំងណាស់នាងសន្សឹមលែងដៃចិនពីកវិបុលនាងដួលទៅលើក្តារយំសោកបោកខ្លួនបងមិនបានក្បត់អូនទេបងស្លាប់ដើម្បីអូនតែអូនបែរជាស្អប់បងអស់ពី50ឆ្នាំទឹកភ្នែកឈាមហូរស្រោចដៃភាពងងឹតរលាយបាត់អស់ហើយប្រែជាពន្លឺព្រះអាទិត្យពណ៌មាសស្រទន់ចាងចូលមកវិបុលក្រោកមកអង្គុយក្បែរនឹងប៉ះស្មារបស់ម៉ាលីកាពេលនេះនាងត្រឡប់មករូបរាងកូនក្រមុំដ៏ស្អាតប្លែកដូចដើមវិញហើយម៉ាលីកាកុំយំអីជាតិមុនយើងមានវាសនាតិចពេកតែជាតិនេះបងបានមកជួបអូនដើម្បីប្រាត់ការពិតហើយអូនទៅចុះទៅចាប់ជាតិថ្មីកុំនៅជាប់ក្នុងផ្ទះងងឹតនេះទៀតអីម៉ាលីកាងាកមកញញឹមតែងទឹកភ្នែកនាងសន្សឹមរលាយបាត់ទៅក្នុងពន្លឺថ្ងៃបន្សល់ទុកតែខ្សែកមាសដែលបាត់បង់ជាយូរមកហើយវិបុលសម្លឹងមើលទៅមេឃទាំងញញឹមពាក្យពេចន៍បញ្ចប់ជួនកាលការពិតមិនមែនជាអ្វីដែលយើងបានឃើញនឹងភ្នែកទេ
កំហឹងដែលកើតចេញពីការយល់ច្រឡំអាចបំផ្លាញក្តីសុខបានគ្រប់ពេល